Hello, everybody. I'm Sukmui, and welcome back to English Learning with Mr. Sukmui. And today we are going to learn more about short English conversation for beginners, part 2. And our lesson today is meeting a friend at school. បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ English Learning with Mr. Sukmui ហើយនៅថ្ងៃនេះផងដែរយើងនឹងរៀនបន្តតាក់ទងជាមួយនឹងការសន្ទនាជាភាសាអង់គ្លេសសម្រាប់កម្រិតដំបូងភាគទី2ហើយមេរៀនរបស់យើងនៅថ្ងៃនេះផងដែរគឺ meeting a friend at school ការជួបមិត្តភ័ក្តិនៅសាលារៀនហើយនៅក្នុងនេះផងដែរគឺយើងមានតួអង្គ2នាក់គឺបូរ៉ាហើយនិងដានីក្នុងនោះផងដែរខ្ញុំក៏បានសរសេរសូរសៀងដាក់នៅពីខាងក្រោមដូចទៅនឹងវីដេអូមុនដែរដើម្បីឲ្យបងប្អូនអ្នកដែលគាត់ទើបតែរៀនភាសាអង់គ្លេសក្នុងការសន្ទនាដំបូងហ្នឹងកាន់តែងាយស្រួលយល់ហើយនឹងឆាប់ចាប់បានអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅតាមដានទស្សនាទាំងអស់គ្នាផ្ដើមចេញពីបូរ៉ាអញ្ចឹងបូរ៉ាគាត់និយាយថា Hi Danny Hi Danny សួស្តី Danny Danny ក៏ឆ្លើយតបថា Hi Bora how are you Hi Bora how are you សួស្តី Bora តើអ្នកសុខសប្បាយទេ Bora ក៏ឆ្លើយថា I'm good What about you I'm good What about you ខ្ញុំសុខសប្បាយទេចុះអ្នកវិញ I'm good too ខ្ញុំក៏សុខសប្បាយដែរ Did you do the English homework Did you do the English homework តើអ្នកបានធ្វើកិច្ចការភាសាអង់គ្លេសឬនៅ Yes I did បាទខ្ញុំបានធ្វើហើយ It was easy អញ្ចឹងឃ្លាថា it was easy ហ្នឹងយើងបកប្រែថាវាស្រួលទេណា Really មែនឬក៏យើងអាចបកថាមែនក៏អីណាក្នុងភាសាខ្មែរយើងបែបសាមញ្ញមែនក៏អី I thought it was hard ខ្ញុំគិតថាវាពិបាកអញ្ចឹងបូរ៉ាក៏ឆ្លើយតបថា I can help you if you want ខ្ញុំអាចជួយអ្នកបានប្រសិនបើអ្នកចង់Danny ឆ្លើយថា Thank you that would be great អរគុណច្រើនវាជារឿងល្អណាស់អញ្ចឹង clear that would be great ជាភាសាខ្មែរយើងគឺអាចបកថាវាជារឿងល្អណាស់ No problem មិនអីទេឬក៏យើងអាចនិយាយថាគ្មានបញ្ហាអីទេ We can do it after school យើងអាចធ្វើវាបន្ទាប់ចេញពីសាលាឬក៏ក្រោយចេញពីសាលារៀន Danny ឆ្លើយថា Okay are you going to the library យល់ព្រមតើអ្នកនឹងទៅបណ្ណាល័យទេ Yes let's meet there at 3 o'clock បាទយើងចាំជួបគ្នានៅទីនោះនៅម៉ោង3 Perfect ល្អណាស់ See you at 3ចាំជួបគ្នានៅម៉ោង3អញ្ចឹងបូរ៉ាគាត់ក៏ឆ្លើយតបថា Okay see you យល់ព្រមចាំជួបគ្នាបាទអញ្ចឹងមេរៀនសន្ទនារបស់យើងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណេះហើយសង្ឃឹមថាមេរៀនមួយនេះជាប្រយោជន៍ដល់បងប្អូនសម្រាប់អ្នកដែលព្យាយាមរៀនសន្ទនាជាភាសាអង់គ្លេសដល់ខ្លួនឯងបន្ថែមទៀតហើយបងប្អូនអាចយក clear ណាមួយដែលបងប្អូនគិតថាល្អយកទៅហាត់ប្រើនិងរៀនបន្ថែមអូខេអញ្ចឹងបើសិនជាមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូ
ខេហើយជាចុងក្រោយក៏សូមជួយ Subscribe Like ដើម្បីទទួលបាននូវវីដេអូថ្មីៗក្រោយទៀតបន្តទៀតអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀត